អង្គុយសុកសំលេងឮចេញពីផ្ទាំងលះចេញពីមាត់ប្រពន្ធខ្ញុំខំសងំធ្វើជាមិនឮប្រពន្ធស្រែកថា Yes អាតាបោះហ៊ានធ្វើមិនឮខ្ញុំស្រែកថាអូនមានការអីមិនគួរឲ្យជឿប្រពន្ធថាឃ្លានហូបទុរេនខ្ញុំស្មានថានិយាយលេងប្រពន្ធនិយាយមែនទេចង់ហូបទុរេនយូរថ្ងៃមកហើយខ្ញុំមិនកាន់ទៅក៏និយាយថាអូននោះអត់មានលុយផងតើឲ្យបងធ្វើអាម៉េចទៅបើលុយប្រាក់ខែបើមកចាយហូរហើយចាយសល់តែខែខ្ចីគេចាយបន្តឲ្យបងសុំទោសស្រីខ្ញុំស្វាយខ្ចីជំនួសបានទេប្រពន្ធខ្ញុំគ្មានពាក្យវាចាបានត្រឹមស្រែកប្រាប់ថាបានហើយបងឯងកេងក្រៅផ្ទះអង្គុយសុកសំលេងឮចេញពីផ្ទះលះចេញពីមាត់ប្រពន្ធខ្ញុំខំសងំធ្វើជាមិនឮប្រពន្ធស្រែកថា Yes អាតាបោះហ៊ានធ្វើមិនឮខ្ញុំស្រែកថាអូនមានការអីអូននោះអត់មានលុយផងតើឲ្យបងធ្វើអាម៉េចទៅបើលុយប្រាក់ខែបើមកចាយហូរហើយចាយសល់តែខែខ្ចីគេចាយបន្តឲ្យបងសុំទោសស្រីញ៉ាំស្វាយខ្ចីជំនួសបានទេ